Bùm alo alo, xu xế học nia nhùm song trình vụ. Ok nè học niaថ្ងៃនេះយើងមកបន្តសាច់រឿង The Garden Snare ដែលជាភាគបន្តរបស់យើងជាបន្តទៀតនៅក្នុងអេពីសូតទី13នេះយើងក៏បានឃើញថាទាំងឈុនថាងជាមួយនឹងស៊ីយ៉ាគឺសុទ្ធតែស្ងប់ស្ងាត់រៀងខ្លួនមួយសន្ទុះក្រោយមកឈុនថាងក៏បានសួរទៅកាន់នាងតើថ្ងៃហ្នឹងនាងគឺបានញ៉ាំអីហើយឬនៅស៊ីយ៉ាក៏បានប្រាប់ទៅកាន់ឈុនថាងហើយថានាងគឺបានញ៉ាំរួចហើយពេលដែលនាងងុយទឹកហើយនាងក៏បានញ៉ាំអីរួចដែរហើយស៊ីយ៉ាក៏បានសួរទៅកាន់ឈុនថាងវិញម្ដងតើថ្ងៃហ្នឹងលោកគឺបានញ៉ាំអីហើយឬនៅឈុនថាងក៏បានប្រាប់ដូចគ្នាថាគាត់គឺបានញ៉ាំរួចហើយរួចឈុនថាងក៏បដូរប្រធានបទតែម្ដងអីយ៉ាស៊ីយ៉ានាងមិនបាច់បារម្ភទេកាលពីម្សិលមិញអញ្ចឹងមានន័យថានៅពេលនេះគឺជាពេលយប់វាគឺផុតមួយថ្ងៃបាត់ទៅហើយកាលពីម្សិលមិញហ្នឹងគឺយើងដឹងហើយថ្ងៃហ្នឹងជាថ្ងៃអីគេដោយឈុនថាងខ្លាចថាស៊ីយ៉ាបារម្ភរឿងកាលពីម្សិលមិញគាត់ក៏ប្រាប់ទៅកាន់នាងថាគឺការដែលនាងឡើងលើឆាកកាលពីម្សិលមិញហ្នឹងអត់មានអ្នកណាគេនិយាយអាក្រក់ពីនាងទេទាំងអស់នៅក្នុងសាលាក៏ដូចជានៅតាមបណ្ដាញសង្គមម្នាក់គឺគ្រាន់តែនិយាយអំពីស៊ូតែប៉ុណ្ណោះដោយសារតែនាងកំ ប្លែងពេកហើយរឿងមួយហ្នឹងវាគួរតែអរគុណទៅដល់ស៊ូដែលនាងគឺបានចេញមុខមកជួយក៏ដូចជាសង្គ្រោះស៊ីយ៉ាឯងទាន់ពេលវេលាមើលទៅស៊ីយ៉ានាងគួរតែអញ្ជើញស៊ូមកញ៉ាំអាហារថ្ងៃត្រង់ដើម្បីអរគុណនាងក៏ប៉ុន្តែភ្លាមស៊ីយ៉ាក៏ស្រាប់តែខឹងទៅកាន់ឈុនថាងហើយនាងក៏ចាប់ផ្ដើមនិយាយទាំងមូម៉ៅហើយថាអរគុណនាងមែនឬបែបហ្នឹងក៏ដូចជាឃើញស៊ីយ៉ាមូម៉ៅបែបហ្នឹងឈុនថាងក៏និយាយថាហេតុអីនាងចាំបាច់ខឹងអញ្ចឹងស៊ូគឺគ្រាន់តែមកជួយនាងទេតាស៊ីយ៉ានាងក៏និយាយយ៉ាងលឺថានាងគឺអត់ត្រូវការអ្នកណាមកជួយនោះទេដោយការនិយាយរបស់ស៊ីយ៉ាហ្នឹងគឺបានលឺទៅដល់រូនីនៅខាងក្រៅទៀតឈុនថាងក៏បន្តថាបើនាងមិនត្រូវការគេជួយហេតុអីបានជាពេលនោះមិនច្រៀងការដែលស៊ូឡើងទៅច្រៀងជំនួសនាងអញ្ចឹងក៏ដោយសារតែចង់ជួយនាងប្រងទាំងបារម្ភពីនាងហេតុអីចាំបាច់ខឹងខណៈដែលនៅខាងក្រៅឯណោះវិញរូនីរបស់យើងក៏បានឮសំឡេងអ្នកទាំងពីរកំពុងតែនិយាយគ្នាយ៉ាងលឺក្រោយពីស្ងប់បន្តិចស៊ីយ៉ាក៏បានតបទៅកាន់ឈុនថាងថាលោកគឺនៅតែមិនយល់ហើយក៏មិនយល់ពីខ្ញុំផងដែរហេតុអីបានជាខ្ញុំខឹងឮនៅសំណួរបែបហ្នឹងឈុនថាងគាត់ក៏ស្ងប់ស្ងាត់ខណៈពេលដែលរូនីក៏បានគោះទ្វារមើលទៅកាន់អ្នកទាំងពីរនៅពេលនេះគឺស្ងប់ស្ងាត់រៀងខ្លួនហើយឈុនថាងគាត់ក៏សម្រេចចិត្តដើរចេញពីទីហ្នឹងទៅដែលបានប្រាប់ទៅកាន់នាងថាខ្ញុំទៅគេងហើយនៅពេលដែលបានបើកទ្វារចេញមកក៏បានឃើញជាមួយនឹងវត្តមានរបស់រូនីដំបងរៀងចង់ខឹងទៅកាន់ឈុនថាងផងដែរក៏ប៉ុន្តែឈុនថាងក៏បានដើរចេញដោយមិនបាននិយាយអ្វីមួយម៉ាត់ទៅកាន់នាងនោះទេរីឯនាងក៏បានក្រឡេកមើលទៅកាន់ស៊ីយ៉ានៅក្នុងចិត្តក៏បានដឹងហើយថាប្រហែលជាអ្នកទាំងពីរហ្នឹងមានរឿងអីហើយលុះដល់ព្រឹកឡើងយើងក៏បានឃើញថាឈុនថាងគាត់ក៏បានរៀបចំចេញដំណើរទៅខាងក្រៅក៏ស្រាប់តែស៊ីយ៉ាក៏បានស្ទុះមកអោបពីក្រៅយ៉ាងលឿនហើយនាងក៏បានធ្វើការសុំទោសរឿងការពីយំមិញនេះឃើញបែបហ្នឹងឈុនថាងគិតនៅក្នុងចិត្តហើយតើកំពុងតែរងចាំខ្ញុំចេញមកមែនទេរួចគាត់ក៏បាននិយាយទៅកាន់ស៊ីយ៉ាហើយថាមិនបាច់សុំទោសនោះទេវាគឺជាកំហុសរបស់ខ្ញុំទាំងអស់ហើយគាត់ក៏បានក្រវាសនាងចេញព្រមទាំងប្រាប់ថានាងគឺត្រូវហើយខ្ញុំគឺទៅហើយយប់ចាំជួបគ្នាឈុនថាងក៏បានដើរចេញទៅយ៉ាងលឿនដែលធ្វើឲ្យស៊ីយ៉ាបានឈរមើលគាត់ពីក្រោយហើយគាត់ក៏មិនដាច់ចិត្តដូចគ្នាគាត់ក៏បានក្រឡេកមកមើលនាងផងដែរបើយើងក្រឡេកមកមើលសាលារៀននៅនេះវិញឈុនថាងកំពុងតែបំពេញតួនាទីរបស់គេក្នុងនាមគឺជាបុគ្គលិកឬជាអ្នកស្ម័គ្រចិត្តទៅតាមស្តង់នីមួយដែលពួកគេបានរៀបចំអីវ៉ាន់អញ្ចឹងទៅក្នុងនោះក៏មានវត្តមានរបស់ស៊ូផងដែរដោយសារតែត្រឹមតែរយៈពេល2ទៅ3ម៉ោងទៀតទេកម្មវិធីបន់មួយនេះនឹងត្រូវបិទជាផ្លូវការអាឡែងតែមើលទូរស័ព្ទសុកស៊ូក៏បានប្រាប់ទៅកាន់ឈុនថាងហើយថាស៊ីយ៉ាគឺបានមកបបួលនាងទៅញ៉ាំអាហារពេលល្ងាចឬក៏យប់នេះក៏ប៉ុន្តែប្រហែលជានាងមិនបានចូលរួមនោះទេព្រោះប៉ាម៉ាក់របស់នាងគឺទើបតែស្ដីឲ្យនាងកាលពីល្ងាចមិញនឹងឯងព្រោះថានាងមកផ្ទះយេតអញ្ចឹងហើយប្រសិនបើជាថ្ងៃនេះនាងគឺទៅញ៉ាំអាហារជាមួយនឹងស៊ីយ៉ានាងច្បាស់ជាយេតទៀតហើយព្រោះថាបើយេតទៀតដឹងតែស៊ីថ្មោងរបស់ប៉ាម៉ាក់របស់នាងហើយបន្ទាប់ពីនឹងមកសាច់រឿងក៏បានកាត់ឲ្យយើងឃើញថាស៊ូនៅជាមួយនឹងឈុនថាងកំពុងតែដើរតែ2នាក់ដោយសារតែម៉ោងការងាររបស់ពួកគេត្រូវបានបញ្ចប់នៅតាមផ្លូវអាចចាមបានបូលីទៅកាន់ស៊ូទៀតដោយសារតែការពី
ពីយមមិញហ្នឹងនាងគឺបានធ្វើការច្រៀងនឹងឯងឈុនថាងក៏ថែមទាំងបញ្ជាក់ថាដោយសារតែទង្វើរបស់នាងពីម្សិលមិញធ្វើឲ្យនាងល្បីនៅក្នុងសាលាបែបនេះអំឡុងពេលនឹងផងដែរឈុនថាងក៏បានសួរទៅកាន់ស៊ូស៊ូកាលពីម្សិលមិញនាងគឺបានឡើងច្រៀងហើយនាងក៏បាននិយាយអំពីមនុស្សម្នាក់ដែលនាងស្រឡាញ់ផងដែរតើអ្នកណាគេអញ្ចេះដែលជាមនុស្សដែលនាងស្រឡាញ់នោះនិយាយមកដល់ចំណុចនេះស៊ូនាងក៏ស្រាប់តែដើរមកដល់ចំណុចមួយសពេលនឹងដែរឡានក៏រៀបនឹងបត់ផងដែរតែសំណាងល្អដែលឈុនថាងគឺបានចាប់ដៃរបស់នាងតាន់ស៊ូក៏បានធ្វើការសុំទោសដោយសារតែអំបញ្ញមិញហ្នឹងនាងគឺដើរមិនមើលផ្លូវនោះទេហើយរឿងដែលឈុនថាងបានសួរក៏នាងមិនបានធ្វើការបកស្រាយផងដែរតែចំណែកឈុនថាងវិញគាត់នឹកគិតក្នុងចិត្តហើយអំបញ្ញមិញគាត់ចាប់ដៃរបស់នាងទាំងមិនមានភាពស្ទាក់ស្ទើរតតែសោះវាហាក់បីដូចជាស្រដៀងគ្នាតែវាមិនដូចគ្នានៅពេលដែលគាត់ចាប់ដៃរបស់ស៊ីយ៉ានោះទេបន្ទាប់ពីបានដោះនៅឯសន្តាននោះទុករៀងខ្លួនពួកគេទាំងពីរនាក់ក៏ដូចជាអ្នកដទៃទៀតក៏ដល់ពេលដែលត្រូវទៅផ្ទះរបស់ពួកគេនោះឯងមុននឹងទៅឈុនថាងក៏បបួលនាងទៅញ៉ាំអីដូចគ្នាក៏ប៉ុន្តែនាងគឺមិនបានធ្វើការចូលរួមនោះទេព្រោះដូចដែលនាងបាននិយាយអញ្ចឹងបើនាងយឺតគឺដឹងតែចប់ហើយប៉ាម៉ាក់របស់នាងកំពុងតែរងចាំនៅឯផ្ទះនាងគឺមិនអាចខកខានទៀតនោះទេអញ្ចឹងលាសិនហើយឈុនថាងស្អែកពួកយើងជួបគ្នារីឯឈុនថាងរបស់យើងវិញនៅពេលដែលបានត្រឡប់មកដល់ផ្ទះគាត់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះបានឃើញវត្តមានរបស់ស៊ីយ៉ានៅទីនេះគាត់ក៏ថែមទាំងសួរថាចុំទ្វារទៅតែដូរថ្មីមែនហើយរងចាំយូរហើយមែនស៊ីយ៉ាក៏បានធ្វើការប្រាប់តាមដំណើររឿងទៅលើសពីនឹងទៅទៀតក៏ថែមទាំងបញ្ជាក់ថែមទៀតថាត្រូវហើយទ្វារថ្មីតែបើលើកចង់ចូលត្រូវបង់លុយសិននិយាយអញ្ចឹងឈុនថាងខ្ញុំក៏បានអញ្ជើញស៊ូមកញ៉ាំអាហារជាមួយនឹងពួកយើងផងដែរតែចុះឯណាស៊ូឈុនថាងក៏បានប្រាប់ទៅកាន់ស៊ីយ៉ាថាស៊ូគឺមិនបានចូលរួមនោះទេដោយសារតែនាងមិនអាចមកបានហើយឈុនថាងក៏បានលើកយកនៅមូលហេតុរបស់ស៊ូប្រាប់ទៅកាន់ស៊ីយ៉ាផងដែរនៅពេលដែលគាត់បានដើរចូលទៅស៊ីយ៉ាក៏បានចង់ប៉ះដៃរបស់គាត់តែគាត់ស្រាប់តែបានគិចដៃរបស់នាងយ៉ាងលឿនមិនឲ្យនាងប៉ះនោះទេស៊ីយ៉ានាងក៏មិនបានធ្វើការប្រតិកម្មអ្វីនោះឡើយគ្រាន់តែនាងសួរទៅកាន់ឈុនថាងថាតើនៅកំដរនាងបន្តិចបានឬក៏អត់ឈុនថាងក៏បានតបទៅកាន់នាងទាំងមិនមើលមុខនាងមិនថាទោះបីជានាងសុំឲ្យគាត់នៅទីនេះប៉ុន្មានដងទៀតនោះទេគាត់គឺមិននៅឡើយពីព្រោះថាគាត់គឺមានការងាររបស់គាត់ដែលត្រូវធ្វើឬថាការងារបែបនេះស៊ីយ៉ាក៏សួរថាចុះខ្ញុំវិញឈុនថាងក៏តបទាំងខ្លីៗថាពួកយើងចាំជួបគ្នានៅថ្ងៃស្អែកតែភ្លាមស៊ីយ៉ាក៏ស្ទុះមកចាប់គាត់តែម្ដងនឹងសួរទៅកាន់ឈុនថាងថាហេតុអ្វីបានជាព្យាយាមកិច្ចអំពីនាងអញ្ចឹងឈុនថាងក៏បានរៀបរាប់ទៅតាមអារម្មណ៍ក៏ដូចជានៅពេលនេះគាត់កំពុងតែគិតអ្វីប្រាប់ទៅកាន់ស៊ីយ៉ាទាំងអស់តែម្ដងហើយគាត់ក៏បាននិយាយថាមិនថាទោះបីជាពេលនេះនាងព្យាយាមខាត់គាត់យ៉ាងណានោះទេក៏ខ្ញុំនៅតែទៅដែរសម័យទៅដល់រូបភាពដែលគាត់បានចាប់ដៃទៅកាន់ស៊ូក៏ដូចជារូបភាពផ្សេងទៀតដែលបានឆ្លងកាត់ជាមួយនឹងនាងគាត់ក៏រៀបរាប់បណ្ដាពួកយើងគឺមិនមានអារម្មណ៍ដូចគ្នាទេនៅពេលដែលខ្ញុំស្រឡាញ់នរណាម្នាក់ខ្ញុំតែងតែគិតថាតើគេនឹងគិតអំពីខ្ញុំដែរឬក៏អត់នៅពេលដែលខ្ញុំស្រឡាញ់ស៊ូខ្ញុំតែងតែចង់នៅក្បែរនាងនិងយល់ពីនាងចង់ជួបនាងរាល់ថ្ងៃឮសំឡេងរបស់នាងក៏ដូចជាចង់តបសាររបស់នាងរាល់ថ្ងៃឆាតជាមួយនាងរាល់ថ្ងៃឮសំឡេងរបស់នាងរាល់ថ្ងៃនិយាយឲ្យខ្លីទៅខ្ញុំក៏ចង់ឲ្យទំនាក់ទំនងរបស់ពួកយើងល្អក៏ប៉ុន្តែបើក្រឡេកមកមើលទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងស៊ីយ៉ាវិញខ្ញុំគិតថានាងគឺមិនបានគិតដូចខ្ញុំនោះទេនាងគ្រាន់តែចង់សប្បាយប៉ុណ្ណោះតែមែនឬអត់រវាងអ្នកទាំងពីរគឺគ្មាននរណាដែលគិតដូចខ្ញុំនោះឡើយហើយខ្ញុំគឺមិនបានបន្ទោសអ្នកទាំងពីរនោះទេហើយរវាងខ្ញុំនិងនាងគឺនឹងក្លាយទៅជាមិត្តតើនាងនៅចាំទេនៅពេលដែលនាងនិយាយនោះគឺនៅពេលនោះស៊ីយ៉ានៅក្នុងបន្ទប់របស់ឈុនថាងក៏បានប្រាប់ថាតើលោកធ្លាប់គិតឬអត់ថាមិត្តភក្តិគឺនឹងកាន់ដៃគ្នាហើយនៅពេលនេះឈុនថាងក៏សុំឆ្លើយជំនួសមិត្តភក្តិគឺពិតជាអាចកាន់ដៃគ្នារួចភ្លាមស៊ីយ៉ាក៏ស្រាប់តែស្ទុះមកអបគាត់តែម្ដងឈុនថាងក៏សួរទៅកាន់នាងបន្តហើយថាតើនាងយល់អំពីអ្វីដែលខ្ញុំបាននិយាយឬអត់ចាខ្ញុំយល់ខ្ញុំមិនដឹងថានៅក្នុងចិត្តរបស់លោកចង់បានអ្វីនោះទេនៅពេលនេះក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺគ្រាន់តែចង់នៅក្បែរលោកមិនចង់ឲ្យលោកគិតអំពីខ្ញុំដឹង
ត្រឹមថាក្នុងចិត្តរបស់ខ្ញុំនៅពេលនេះគឺមិនចង់ឲ្យលោកគេចពីខ្ញុំនោះទេអូខេចំពោះសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាអញ្ចឹង admin ក៏សូមធ្វើការអភ័យទោសចំពោះសំឡេងផងដោយសារតែពេលនេះ admin កំពុងតែផ្ដាសាយអញ្ចឹងបើសិនជាចូលចិត្តនៅការសម្រាយរបស់ admin កុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel admin ម្នាក់មួយផងអញ្ចឹងខណៈពេលនេះដែរពីខ្ញុំបាទជីងវូក៏សូមអរគុណនិងសូមគោរពលាបាយបាយ